បាទវគ្គនេះបន្តជួបជាមួយភ្នាក់ងាររាយការណ៍ព័ត៌មានតាមបណ្ដាខេត្តបន្តទៀតជាមួយទៅកាន់ខេត្តប្រជេះជួបលោករតបាទជំរាបសួរលោករតបាទលោកជំរាបសួរលោកសុខានិងលោកបុត្រាព្រមទាំងទូទស្សនិកជនទាំងអស់បាទបាទជំរាបសួរមានសេចក្តីរាយការណ៍អ្វីដែរព្រឹកនេះខ្ញុំបានមានសេចក្តីរាយការណ៍ស្តីពីអាជ្ញាធរខេត្តជំរុញឲ្យថ្នាក់ដឹកនាំគ្រប់បណ្ដាមន្ទីរអង្គភាពនិងអាជ្ញាធរមូលដ្ឋានបន្តពង្រឹងការថែរក្សាសន្តិសុខសម្រាប់ធ្នាប់និងសុវត្ថិភាពសង្គមបាទអញ្ជើញថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការថែរក្សាសន្តិសុខសម្រាប់ធ្នាប់សង្គមសម្រាប់ធ្នាប់សាធារណៈដោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី5ឆ្នាំ2013របស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតនៅសាលមហោស្រពខេត្តកាលពីព្រឹកថ្ងៃទី14សីហាហើយដំតចម្រុងអភិបាលខេត្តប្រជេះបានជំរុញឲ្យថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្តនិងអាជ្ញាធរគ្រប់គ្រងឃុំសង្កាត់បន្តការពង្រឹងការថែរក្សាសន្តិសុខសម្រាប់ធ្នាប់និងសុវត្ថិភាពសង្គមនៅទូទាំងខេត្តឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរដើម្បីសេចក្តីសុខស្ងសានរបស់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូលបន្ទាប់ពីលោកឧត្តមសេនីយ៍ត្រីជួងទីហាក់ក្នុងការនគរបាលខេត្តអាននៅសេចក្តីអំពាវនាវរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតនេះរួចមកឯកឧត្តមសចម្រុងអភិបាលខេត្តបានមានប្រសាសន៍ថាគ្រប់ស្ថាប័នគ្រប់អង្គភាពត្រូវគ្រប់គ្រងសកម្មភាពការងារដឹកនាំតាមសង្គមប្រកាសសេវាសាធារណៈទាំងឡាយត្រូវប្រកបដោយស្មើពីការចែកលើបាទលោករតដូចជាសំឡេងអត់សូវទទួលបានច្បាស់លោកបាទខេត្តណៃខ្ញុំដល់បណ្ដាមន្ទីរជំនាញក្នុងកម្លាំងពុទ្ធខំធ្វើការដោយពង្រឹងស្ថាប័ននិងយន្តការឬការបែងចែកទីលោករតជួយរកកន្លែងមានសេវាជាងនឹងតិចលោកបាទដូចជាដាច់លោកបាទអញ្ជើញបាទអញ្ជើញបាទនឹងត្រួតពិនិត្យឡើងវិញនៅភាពអសកម្មទាំងឡាយដើម្បីកុំឲ្យមានអរិភាពក្រៅពីការបោះឆ្នោតទៅជាការបែងចែកជាបែកបាក់ជាតិប្រកាន់ពណ៌សម្បុរគណៈបកនយោបាយធ្វើឲ្យមានទំនាស់នៅក្នុងមូលដ្ឋានហើយត្រូវចាត់ទុកការលទ្ធផលនៃការបោះឆ្នោតនេះគឺជាជំនះរបស់ជាតិយើងទាំងមូលដែលដើរតាមមនោគមអន្តរជាតិគឺលទ្ធិប្រជាធិបតេយ្យសេរីពហុបកបាទហើយឯកឧត្តមអភិបាលមកបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយនិងអប់រំដល់ពលរដ្ឋកុំឲ្យជឿតាមពាក្យញុះញង់របស់ក្រុមឬជនមួយចំនួនដែលធ្វើឲ្យបែកបាក់ដល់ជាតិទាំងមូលនិងបន្តរក្សាភាពស្ងប់ស្ងាត់ប្រកបដោយកិច្ចការនិងប្រកបមុខរបរជាធម្មតាតាមមូលដ្ឋានរៀងៗខ្លួនទុកឲ្យថ្នាក់ដឹកនាំនយោបាយរួមគ្នារកដំណោះស្រាយដោយសន្តិវិធីសម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិទាំងមូលបាទអរគុណច្រើនបាទសូមបញ្ចប់សេចក្តីរាយការណ៍តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាបាទជម្រាបលាលោកបាទហើយមានបន្ថែមចង់បន្ថែមថាអ្នកនយោបាយកំពុងតែជួបគ្នាជារឿយៗទាំងយើងដឹងទាំងយើងមិនដឹងបាទអញ្ចឹងយើងនៅតាមមូលដ្ឋានយើងមានន័យថាខ្ញុំលោកបុត្រាបងប្អូនប្រជាពលរដ្ឋទាំងអស់ហ្នឹងមិនភ័យមិនព្រួយមិនខ្វាយខ្វល់អីច្រើនទេបាទគឺធម្មតាពួកគាត់ចេះដោះស្រាយឲ្យរឿងរបស់គាត់បាទអញ្ចឹងសូមអនុញ្ញាតបន្តជួបភ្នាក់ងារមួយរូបទៀតចុងក្រោយគឺលោកវីឡែមដែលប្រចាំការនៅក្នុងខេត្តកំពង់ចាមជម្រាបសួរលោកវីឡែមបាទជំរាបសួរលោកបានលោកសុខៈបាទសម្រាប់ព្រឹកនេះមានរឿងរ៉ាវអ្វីដើម្បីធ្វើការជម្រាបជូនដល់ទូរទស្សនិកជនរបស់យើងដែរបាទសម្រាប់ព្រឹកនេះខ្ញុំមានព័ត៌មានមួយការជូនទស្សនិកជនហ្នឹងគឺលោកអភិបាលខេត្តកំពង់ចាមបានដឹកនាំកម្លាំងមន្ត្រីក្រមអាវ៉ាត់ចុះស្ទួយស្ទុំស្រូវជាប្រវត្តិនៅក្នុងស្រុកព្រៃឈរបាទលោកអភិបាលខេត្តនៃគណៈអភិបាលខេត្តបានដឹកនាំកម្លាំងមន្ត្រីក្រមអាវ៉ាត់ចំនួន27អង្គភាពចុះជួយស្ទុំស្រូវជាប្រវត្តិក្នុងស្រុកព្រៃឈរបានចំនួន160អាក្នុង2ឃុំបាទបើតាមការដឹងពីលោកកម្មសរឿនប្រធានមន្ត្រីការប្រចាំខេត្តហ្នឹងបានដឹងថាសម្រាប់កម្មនេះជាលើកទី1ហើយដែលមន្ត្រីជំនាញដឹកនាំកម្លាំងចុះជួយស្ទូងទៅជាប្រវត្តិរងការទៅអនុញ្ញាតរបស់លោកអភិបាលខេត្តហើយនេះកម្លាំងចុះជួយស្ទូងទៅជាប្រវត្តិបានចំនួនលើផ្ទៃដីហ្នឹង160អាក្នុងចំណុច2បាទគឺចំណុចទី1គឺក្នុងភូមិតាពាំងរូងចំណាយទៅទៅហើយចំណុចមួយទៀតហ្នឹងគឺចំណុចភូមិសេកយំឃុំព្រៃឈរស្រុកព្រៃតោហើយលោកប្រធានបានបញ្ជាក់ដល់ទៀតថាមកដល់ថ្ងៃនេះគឺតែកំពុងចាត់ផ្ទៀងពុទ្ធផ្ទៃដីដែលបានទុំត្រូវហើយនឹងមានចំនួន183,404ហិកតាស្មើនឹង86.68% នៃផែនការហើយមានស្រូវស្ទូងនោះគឺមាន3ប្រភេទគឺស្រូវស្រាលស្រូវកណ្ដាលនិងស្រូវធ្ងន់ហើយលើផ្ទៃដីទុំស្រូវហើយនឹងចំនួន23,148ហិកតាហ្នឹងជាប្រភេទស្រូវស្រាលហ
ជាស្រូវបង្ការរដូវដី52,976 ហិកតាជាស្រូវកណ្ដាលនិងដីចំនួន67,240 ហិកតាជាស្រូវធ្ងន់ហើយលោកបានបញ្ជាក់ទៀតថាស្រូវបង្ការរដូវបានចូលហើយគឺមានចំនួន4,160 ហិកតាដែលឲ្យទិន្នផលក្នុងហិកតាហ្នឹងគឺ4តោនបាទហើយស្រុកដែលបានចូលស្រូវហើយហ្នឹងគឺមានស្រុកបាធាយស្រុកជើងព្រៃស្រុកចំការលើស្រុកអូងឪស្រុកទឹងត្រង់ស្រុកស្រីថោស្រុកត្បូងឃ្មុំនិងក្រុងសួងបាទពីនេះការខ្ញុំសូមអរគុណបាទបាទអរគុណដែលបានធ្វើការរីកាលោកវិលែមជម្រាបលាលោកបាទជម្រាបបាទជម្រាបលានេះគឺជាសកម្មភាពរបស់កងកម្លាំងឬអាជ្ញាធរដែនដីលោកចុះទៅចូលរួមជាមួយនឹងបងប្អូនប្រជាពលរដ្ឋធ្វើឲ្យខៅថាទាំងពីរភាគីនេះវាកាន់តែស្និទ្ធស្នាលជាមួយគ្នាយល់ចិត្តគ្នាទៅវិញទៅមកយល់អំពីតម្រូវការរបស់គ្នាទៅវិញទៅមកប៉ុន្តែបងស្ទូងហើយកុំបន្លំយកស្ទូងគេមកផ្ទះបន្ថែមបាទយកអីគាត់ថាភាគច្រើនបងខាងមន្ត្រីសមត្ថកិច្ចហ្នឹងភាគច្រើនក៏គាត់ប្រកបរបរកសិករចឹងដែរបាទអញ្ចឹងតែគ្នាស្រូវចឹងដែរគាត់ស្ទូងបានចំណាប់នោះមកគាត់ចឹងគាត់អាចបាត់ក្តាំអីចឹងមកក្តាំអីក្តាំចឹងបាទតែយកទៅដាំផ្ទះទៅបាទកន្លែងមួយនោះគឺខ្ញុំនិយាយមិនតិចចាស់ខ្លីទេគឺថាទៅចុះទៅជួយកាច់ពោតបងប្អូនប្រជាពលរដ្ឋមកវិញលេងពួយពោតម្នាក់3ម្នាក់4ចង់អស់បងប្អូនប្រជាពលរដ្ឋ3ម្នាក់4គាត់គ្នាខ្ទង់ថាជា50នាក់សរុបទៅជាប្រហែលផ្លូនដែរច្រើនដែរតែនិយាយលេងទេប៉ុណ្ណឹងក៏អាចចែកចម្លែកគ្នាទៅយើងនៅសង្គមជាមួយគ្នាអាចចេះចែកចម្លែកជួយសាមគ្គីគ្នាទៅអាចស៊ូមប្រវាស់ដៃឬក៏អីផ្សេងបានទាំងអស់គ្នាបាទអរគុណពេលវេលាបានមកដល់ទីបញ្ចប់ហើយតែទៀតលោកអ្នកជួបជាមួយលោកមេរិទ្ធីកញ្ញាសិលាវិញម្ដងដែលព័ត៌មានពាក់ព័ន្ធទៅនឹងរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍បទល្មើសផ្សេងដែលកើតមាននៅក្នុងសង្គមហើយព័ត៌មានមួយពីខេត្តស្វាយរៀងអញ្ចឹងណាបាទរឿងជាមួយនឹងរឿងម្សិលមិញហ្នឹងការធ្វើឃាតប្តីរបស់ខ្លួនបាទកម្មម្សិលមិញហ្នឹងគឺម្សិលថ្ងៃមួយនោះគឺខាងសមត្ថកិច្ចបានកំពុងធ្វើការដាក់សង្ស័យដែលបន្ទាប់ពីជនរងគ្រោះដេកស្លាប់យ៉ាងណាធំអំពីមានពាក់ព័ន្ធជាមួយនឹងការអាកឬក៏មានការឆក់ខ្សែភ្លើងឥឡូវគឺបានដឹងហើយថាជាប្រពន្ធរបស់ខ្លួនឯងចប់តែប៉ុណ្ណឹងអរគុណនៅពេលនេះខ្ញុំសូមអនុញ្ញាតជម្រាបលាហើយស្អែកជួបគ្នាបន្តទៀតចាប់ពីម៉ោង 6 ព្រឹកតទៅសូមអរគុណបាទប្រាបៀ Gainsberg ប្រូម៉ូសិនថ្មីតម្លៃ1កេស$15 1កេសថែម10កំប៉ុង1កេសថែម10កំប៉ុងចាប់ពីថ្ងៃទី1សីហានេះតទៅចំពោះអ្នកលក់បន្ត